ព្រះបន្ទូលលើកទឹកចិត្តមានទំនុកចិត្តអត្ថបទគម្ពីរទំនុកដំកើងជំពូក32ខ4ដល់ខ5ត្បិតព្រះហស្ថនៃទ្រង់បានសង្កត់លើទូលបង្គំជាធ្ងន់ទាំងយប់ទាំងថ្ងៃធាតុទឹករបស់ទូលបង្គំបានត្រឡប់ទៅជារីងស្ងួតដូចជារដូវក្តៅទូលបង្គំបានរាប់ទទួលអំពើបាបរបស់ទូលបង្គំនៅចំពោះទ្រង់ឥតលក្ខការទុច្ចរិតរបស់ទូលបង្គំទុកឡើយទូលបង្គំបាននិយាយថាទូលបង្គំនឹងលន់តួអស់ទាំងការរំលងរបស់ទូលបង្គំដល់ព្រះយេហូវ៉ាឯទ្រង់ក៏បានអត់ទោសចំពោះអំពើបាបនៃទូលបង្គំទៅព្រះគម្ពីរនិយាយសម្ដៅទៅលើស្ដេចដាវីតថាជាអ្នកនិពន្ធគម្ពីរទំនុកដំកើងដ៏ផ្អែមល្ហែមរបស់សាសអ៊ីស្រាអែលសាមយ៉ូអែលខ្សែទី2ជំពូក23ខ1ថ្ងៃនេះយើងប្រើបទចម្រៀងនិងការទិដ្ឋានដែលបំផុសគំនិតរបស់លោកនៅក្នុងការថ្វាយបង្គំនិងការចំណាយពេលស្ងាត់ស្ងៀមផ្ទាល់ខ្លួនរបស់យើងចាំបានថាគាត់ជាឯកកោរបស់ព្រះយេស៊ូវសូម្បីតែអ្នកមិនទាន់ជឿជាច្រើនអ្នកក៏ធ្លាប់ស្គាល់ពីដាវីតដែរពួកគេធ្លាប់ឮថាដាវីតជាអ្នកខ្វៀលជាម្នាក់ដែលបានគប់ដុំថ្មចេញពីខ្សែដង្ហក់ហើយសម្លាប់យ៉ាកូលីយ៉ាតប៉ុន្តែយើងក៏សោកស្ដាយណាស់ដែរត្បិតលោកជាស្ដេចសាសអ៊ីស្រាអែលមួយអង្គដែលបានប្រព្រឹត្តអំពើផិតក្បត់ជាមួយនាងបាតសេបានិងធ្វើឃាតលោកអូរីជាប្តីនាងបាតសេបាទៀតផងប៉ុន្តែនៅក្នុងទំនុកដំកើងរបស់ទ្រង់ស្ដេចដាវីតបានទទួលស្គាល់អំពើបាបរបស់ខ្លួនដោយបានរាយរាប់នៅក្នុងបទចម្រៀងរបស់ទ្រង់អំពីសេចក្តីសុចរិតនិងភាពទៀងត្រង់របស់ទ្រង់នៅក្នុងបទគម្ពីរទំនុកដំកើងមួយស្ដេចដាវីតបានមានរាជអង្គការថាហេតុនោះព្រះយេហូវ៉ាទ្រង់ប្រទានរង្វាន់មកទូលបង្គំតាមសេចក្តីសុចរិតរបស់ទូលបង្គំនិងតាមសេចក្តីបរិសុទ្ធនៃដៃទូលបង្គំនៅចំពោះព្រះនេត្រទ្រង់ទំនុកដំកើងជំពូក18ខ24នៅក្នុងបទគម្ពីរទំនុកដំកើងផ្សេងទៀតស្ដេចដាវីតចង់ឲ្យគេវិនិច្ឆ័យតាមសេចក្តីសុចរិតនិងចិត្តស្មោះត្រង់របស់ទ្រង់អ្នកនិពន្ធគម្ពីរទំនុកដំកើងបានប្រាប់ពីភាពស្មោះត្រង់របស់ខ្លួនឯងផ្ទាល់ទំនុកដំកើងនិយាយពីសេចក្តីសុចរិតរបស់ព្រះអម្ចាស់និងរបស់ទ្រង់ផងដែរយើងដឹងរឿងរ៉ាវនៃអំពើបាបរបស់ស្ដេចដាវីតតើទ្រង់បានភ្លេចអំពីព្រឹត្តិការណ៍ទាំងនោះនៅក្នុងជីវិតរបស់ទ្រង់ដែរឬទេតើអ្នកនិពន្ធគម្ពីរទំនុកដំកើងអាចនិយាយដោយមានទំនុកចិត្តដូចម្តេចពីសេចក្តីសុចរិតនិងចិត្តស្មោះត្រង់របស់គាត់អ្នកនិពន្ធគម្ពីរទំនុកដំកើងដឹងច្បាស់ពីសេចក្តីសុចរិតរបស់គាត់ពីព្រោះគាត់បានមានទំនុកចិត្តទាំងស្រុងចំពោះភាពស្មោះត្រង់របស់ព្រះជាម្ចាស់បន្ទាប់ពីគាត់បានធ្វើបាបគាត់មានអារម្មណ៍ថាទម្ងន់នៃច្បាប់របស់ព្រះគ្របពីលើគាត់ហើយគាត់បាននិយាយថាត្បិតព្រះហស្ថនៃទ្រង់បានសង្កត់លើទូលបង្គំជាធ្ងន់ទាំងយប់ទាំងថ្ងៃព្រះវិញ្ញាណបរិសុទ្ធបានបណ្ដាលឲ្យគាត់និយាយថាទូលបង្គំបានរាប់ទទួលអំពើបាបរបស់ទូលបង្គំនៅចំពោះទ្រង់ឥតលក្ខការទុច្ចរិតរបស់ទូលបង្គំទុកឡើយស្ដេចដាវីតដឹងច្បាស់ពីអ្វីដែលទ្រង់បានធ្វើទ្រង់បានប្រែចិត្តពីអំពើបាបទាំងនោះហើយទ្រង់បានប្រែចិត្តដោយមានការទុកចិត្តឥតងាករាយចំពោះសេចក្តីស្រឡាញ់និងខ្ជាប់ខ្ជួននឹងការអត់ទោសបាបនៃព្រះជាម្ចាស់អ្នកចម្រៀងដ៏មានទឹកដមផ្អែមល្ហែមនិងជាមនុស្សមានបាបម្នាក់ដែលប្រែចិត្តបានឈរនៅចំពោះព្រះជាម្ចាស់ដោយសុភាពសុចរិតដោយសារគាត់ដឹងថាព្រះអង្គបានអត់ទោសបាបឲ្យគាត់
ទូលបង្គំបាននិយាយថាទូលបង្គំនឹងលន់តួអស់ទាំងការរំលងរបស់ទូលបង្គំដល់ព្រះយេហូវ៉ាឯទ្រង់ក៏បានអត់ទោសចំពោះអំពើបាបនៃទូលបង្គំទៅពាក្យពេចន៍ទាំងនោះក៏បង្ហាញពីការអធិដ្ឋានដែលមានការទុកចិត្តរបស់យើងគ្រប់គ្នាដែរមិនយូរប៉ុន្មានទៀតទេនឹងដល់រដូវបុណ្យកាន់ទុក្ខពេលមួយរដូវនៃពិធីបុណ្យកាន់ទុក្ខយើងនឹងដើរតាមព្រះអម្ចាស់ពេលដែលព្រះអង្គយាងលើដងផ្លូវឆ្ពោះទៅឯឈើឆ្កាងវាជារដូវនៃការប្រែចិត្តហើយយើងនឹងចងចាំពីរបៀបដែលព្រះអម្ចាស់យេស៊ូវជាបរិជ្ជបុត្រានៃព្រះវង្សលួងដាវីតបានយកបន្ទុកនៃអំពើបាបរបស់យើងទៅដាក់លើរូបអង្គទ្រង់នៅលើឈើឆ្កាងព្រះយេស៊ូវបានរងទុក្ខនិងសុគតដើម្បីអត់ទោសបាបឲ្យយើងបានរួចពីអំពើបាបនិងរួចពីទោសកំហុសទាំងឡាយហើយយើងនឹងឈរនៅចំពោះព្រះអង្គដោយសេចក្តីសុចរិតដូចជាអ្នកនិពន្ធគម្ពីរទំនុកដំកើងដែលជាជនជាតិអ៊ីស្រាអែលដែរយើងអាចជឿទុកចិត្តលើសេចក្តីស្រឡាញ់ដ៏ខ្ជាប់ខ្ជួននិងការអត់ទោសបាបរបស់ទ្រង់សូមចូលរួមអធិដ្ឋានជាមួយនឹងយើងខ្ញុំអោព្រះបិតាដែលគង់នៅឋានសួគ៌អើយសូមទ្រង់អាណិតមេត្តាដល់ទូលបង្គំហើយអត់ទោសបាបរបស់ទូលបង្គំផងហើយយល់ដល់ព្រះយេស៊ូវអាមែនហេតុអ្វីបានជាការសារភាពអំពើបាបតែងតែជាទង្វើដ៏ឆ្លាតវៃនៅពេលអំពើបាបទាញយើងទម្លាក់ចុះដាវីតបានធ្វើអំពើអាក្រក់មួយចំនួនតើគាត់អាចមានអារម្មណ៍ជឿទុកចិត្តលើការអត់ទោសបាបរបស់ព្រះជាម្ចាស់ដូចម្តេចតើមានមេរៀនអ្វីខ្លះសម្រាប់យើងក្នុងការប្រព្រឹត្តខុសរបស់ដាវីតនិងការយល់ដឹងរបស់គាត់ថាព្រះជាម្ចាស់នៅតែស្រឡាញ់និងយកព្រះទ័យទុកដាក់ចំពោះគាត់សូមអរគុណសូមព្រះប្រទានពរ